បាទសូមគោរពបាទជម្រាបសួរបាទពុកម៉ែបងប្អូនប្រជាកសិករអ្នកចិញ្ចឹមគោទាំងអស់បាទថ្ងៃនេះដែរខ្ញុំបាទមនចន្ទថនបាទក្រលគោជនបទយើងធ្វើការឡើងមេពូជបាទចំនួន2ឈុតបាទបានន័យថាមេអបកូន2ឈុតបាទមេអបកូនញីបាទឥឡូវនេះមេឡើងឡានរួចរាល់ហើយបាទនៅឡើយតែកូនបាទមេអបកូនញី2ឈុតនេះគឺយើងធ្វើការដឹកជញ្ជូនទៅកាន់បងប្រុសបាទនៅខាងស្រុកមងឫស្សីខេត្តបាត់ដំបងបាទមេអបកូន2ឈុតបាទកូនមួយទៀតនេះគឺនៅខាងមុខឯណោះបាទមើលអត់ឃើញទេបាទមេ2ឈុតនេះគឺសិតតែជាមេដែលឲ្យកូនល្អបងប្អូនបាទឲ្យកូនស្អាតបាទឲ្យកូនគឺកូនមានសាច់ឈាមតាំងពីទូចបាទហើយមេរបស់វាក៏សាច់ល្អដែរបាទ2ឈុតនេះគឺជាប្រភេទគោឡាយប្រាម៉ាន់បាទតែវាសម្បុរសទេប៉ុន្តែវាមានឈាមជ័រជាប្រាម៉ាន់បាទគឺសាច់ល្អបងប្អូនបាទទាក់ទងនឹងគោទាំងអស់នេះគឺជាប្រភេទគោពូជបាទចិញ្ចឹមយកកូនបាទងាយស្រួលក្នុងការចិញ្ចឹមងាយស្រួលក្នុងការមើលថែងាយស្រួលក្នុងការស៊ីបងប្អូនចិញ្ចឹមប្រឡែងក៏បានចិញ្ចឹមច្រូតឲ្យស៊ីក៏បានគឺបងប្អូនឃើញទេបាទតម្រង់មេពូជគឺប៉ុណ្ណឹងគឺល្មមបងប្អូនបាទតម្លៃក៏វាសមរម្យបាទកូនវាបាទនេះកូនវាមួយទៀតនៅខាងមុខនោះបាទតិចទៀតខ្ញុំនឹងថតឲ្យមើលបាទហើយទាក់ទងនឹងមេប្រាម៉ាន់អស់នេះគឺជាបាទប្រភេទមេដែលទើបតែកូនម្ដងកូន2ដងបាទហើយបងប្អូនចង់បានវាតម្លៃធូរជាងពួកមេក្រហមបាទមេអបកូនបែបនេះបងប្អូនបាទឥឡូវនេះយើងធ្វើការចេញពីក្រលហើយបាទធ្វើដំណើរទៅខាងស្រុកមងឫស្សីខេត្តបាត់ដំបងបាទមេអបកូន2ឈុតកូនញីស្អាតណាមេនេះបាទនេះបងប្អូនមើលនេះមួយកូនវារៀងចម្ប៉ាសម្បុរស្រូវទុំបាទសម្បុរក្របស្រូវមួយទៀតកូនពណ៌សបាទឥឡូវនេះយើងមកដល់ស្រុកមងឫស្សីខេត្តបាត់ដំបងហើយបាទកាត់វីដេអូតិចយើងមកដល់ទីតាំងរបស់គាត់ហើយបងប្អូនបាទឥឡូវបងប្អូនខ្ញុំកំពុងរៀបចំបាទស្រែដើម្បីដាក់ចុះនេះក្រលរបស់គាត់នេះដីគាត់ត្រៀមទុកធ្វើអីដាំស្មៅដាំអីបងប្អូនបាទនេះបាទមេនេះគឺថាកូននៅលើឡានតែមកបាទឥឡូវបាសចុះមកហើយបាទបងប្អូនចាំទៅមើលរូបរាងមេពូជទាំងអស់នេះនៅក្នុងក្រលទាំងអស់គ្នាហើយក្រលគាត់ធ្វើនេះគឺគាត់ទៅទិញមេតាលេបានមកគូទេបាទមេអបកូនដែរនោះគោគាត់ខាងនោះបាទគាត់ទិញបានមេអបកូនមួយឈុតហើយក៏គាត់ទិញមេអបកូនឡាយប្រាម៉ាន់ខ្ញុំមក2ឈុតទៀតសរុបមកគោគាត់មានមេអបកូន3ឈុតណាអាមេអបកូនតាលេរបស់គាត់ហ្នឹងក៏មិនមានតាលេសុទ្ធដែរវាឡាយដូចគ្នានៅមេនៅក្រោយនេះគឺគោរបស់គាត់ដែលគាត់ទិញពីអ្នកភូមិមេអបកូន2ឈុតនេះគឺជាគោដែលគាត់ទិញរបស់ខ្ញុំបាទនេះបងប្អូនមើលសាច់ឈាមនេះបាទនឹងរោតបៅទៅហ្មងបាទនេះបាទមេអបកូនរបស់ខ្ញុំ2ឈុតរបស់គាត់មួយឈុតទៀតទាំងអស់មាន3ឈុតហើយបាទគឺឲ្យកូនល្អណាស់បងប្អូនបាទទីតាំងទីធ្លាគាត់ល្អមែនទេបងប្អូនណាបាទបងដែលចង់បានគោអាចទាក់ទងមកកាន់ក្រលគោជនបទបានបាទហើយវីដេអូនេះក៏សូមតែប៉ុណ្្នឹងអរគុណក៏គោរពលាបាទ